ជំរាបសួរបងប្អូនទាំងគ្នាជំរាបសួរសាយថ្មីដល់ទៀតបងប្អូននៅពេលនេះខ្ញុំលើករឿងទស្សនៈពាក់ព័ន្ធទៅនឹងត្រីមួយកន្ត្រកស្អុយមួយស្អីទាំងអស់បងប្អូនពាក្យទ្រឹស្ដីត្រីមួយកន្ត្រកស្អុយមួយស្អីទាំងអស់ហ្នឹងបងបើសិនជាក្មេងៗគាត់យកមកតែងសេចក្តីឬមួយក៏យើងធម្មតាជាមនុស្សធំយើងយកទស្សនៈនឹងយកមកវិភាគហើយយើងយកមកជជែកគ្នាបងគឺមានការវែកញែកគ្នាច្រើនពាក់ព័ន្ធទៅនឹងរឿងទ្រឹស្ដីត្រីមួយកន្ត្រកស្អុយមួយស្អីទាំងអស់ហ្នឹងអញ្ចឹងបងប្អូនក្នុងទ្រឹស្ដីហ្នឹងបងប្អូនជាទស្សនៈរបស់ខ្ញុំយល់ឃើញថាគេចង់សម្ដៅទៅលើក្នុងមួយកន្ត្រកហ្នឹងបងត្រីគឺល្អទាំងអស់លើកលែងតែមួយដែលកំពុងតែស្អុយហ្នឹងទេមួយដែលកំពុងតែស្អុយហ្នឹងទេអញ្ចឹងបើមួយកំពុងតែស្អុយហ្នឹងត្រូវបានចេញពីកន្ត្រកហ្នឹងបងហើយយកត្រីដែលមិនស្អុយយកទៅលាងជំរះនោះត្រីហ្នឹងច្បាស់ជាមានភាពប្រែប្រួលពីភាពស្អុយដែលខ្លួនមានទន្ទឹមនឹងហ្នឹងបងប្អូនបើយើងប្រៀបទៅនឹងទស្សនវិជ្ជានៅក្នុងសង្គមបងប្អូននៅក្នុងអង្គភាពមួយបងប្អូនបើសិនជាមានមនុស្សម្នាក់ដែលខូចប្រព្រឹត្តទង្វើដែលមិនត្រឹមត្រូវតាមច្បាប់ក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈរបស់គាត់អញ្ចឹងបើសិនជាបុគ្គលម្នាក់នឹងនៅតែនៅក្នុងស្ថាប័នឬមួយក៏អង្គភាពហ្នឹងណាបងប្អូនហើយតួអង្គផ្សេងទៀតដែលជាមនុស្សល្អត្រឹមត្រូវធ្វើអត់ដឹងអត់ឮចំពោះមនុស្សម្នាក់ដែលប្រព្រឹត្តទង្វើមិនសមរម្យហ្នឹងនៅតែរក្សាមនុស្សហ្នឹងអញ្ចឹងមានន័យថាអង្គភាពនឹងទាំងមូលគឺព្រមទទួលយកមនុស្សម្នាក់ហ្នឹងព្រមទទួលយកមនុស្សម្នាក់ហ្នឹងដោយស្ងៀមស្ងាត់អញ្ចឹងដើម្បីភាពការពារខ្លួនណាបងប្អូនសម្រាប់ខ្ញុំបងប្អូនបើសិនជាមនុស្សហ្នឹងគាត់ប្រព្រឹត្តទង្វើដែលមិនសមរម្យខ្ញុំអត់នៅបៀតទេបើខ្ញុំនៅបៀតគាត់ឬក្រុមគាត់មានន័យថាខ្ញុំហ្នឹងទទួលយកសកម្មភាពហ្នឹងដោយដែលគាត់កំពុងប្រព្រឹត្តហ្នឹងអញ្ចឹងទស្សនៈហ្នឹងបងប្អូនរៀនជ្រៅអញ្ចឹងខ្ញុំសរុបជូនបងប្អូនវិញបងប្អូនទស្សនៈត្រីមួយកន្ត្រកស្អុយមួយស្អីទាំងអស់ហ្នឹងបងប្អូនបើសិនជាត្រីទាំងអស់ហ្នឹងគាត់ព្រមទទួលយកភាពស្អុយរបស់ត្រីមួយហ្នឹងមានន័យថាគឺជាការព្រមព្រៀងដោយស្ងប់ស្ងាត់បើនៅក្នុងភាសាអ្នកសិក្សាច្បាប់គេច្បាស់ជាហៅថាការព្រមព្រៀងដោយតណ្ហិភាពបងប្អូនអញ្ចឹងនៅក្នុងវីដេអូហ្នឹងបងប្អូនចេះពាក្យច្បាប់ឬក៏ហៅថាវគ្គស័ព្ទច្បាប់មួយពាក្យដែលហៅថាតណ្ហិភាពមានន័យថាស្ងៀមស្ងាត់នៃសាមញ្ញបាទអរគុណបងប្អូនទាំងអស់គ្នាជម្រាបលា